Chị bốn xong chưa được sửa là cũ ngày này nhom nâng nâng ngọc nhé ngày này nhom nâng mô demo bị ca thua etha đôi preview chị em nâng chẳng chị bốn nhom nâng thua ca một card file hai web card file rồi hai nhưng cho về được nông visual code bằng dân mó chẳng chị bốn nhom nâng create view chị em nâng đôi para comment hơi bắt đầu móc cái dương vay rồi nâng dương vay về thằng packet.json hay thằng mó bắt đầu mó dương thôi cái install bắt đầu bị install về rồi hay dương nâng thôi cái đâm lăng là theo bên mà nó tiết rồi dương private cho mình theo bên CS trong đây hơi dương thua cả npx đâm bay vô file theo bên config nâng mó từ mỗi dương từ check mơ file hơi dương thua cả lục file để mình được nông asset nâng hơi nâng lục file để mình được nông component của dương nâng phòng đây chẳng từ bốn nhóm nâng thua cả lục cho được căn view hay trong thôi cho được căn asset đâm bay vào card theo bên .cm muối hai từ một tiết nhom nâng cho được căn app.view nâng mó hay nhom thua ca tay về sáng mớ theo về tận ai cả on chẳng nhom thua ca run về mó bênนี้คือโปรเจกต์របស់យើងគឺវាបានដំណើរការហើយចឹងយើងធ្វើការសាកទៅលើ style Tailwind របស់យើងថាវាដំណើរការអត់វាអត់ដំណើរការទេហើយបន្តមកយើងធ្វើការ import ដើម្បីយក Tailwind នឹងមកប្រើប្រាស់ដោយយើងធ្វើការដាក់ Tailwind base component ហើយនឹងមួយទៀតមកអញ្ចឹងដោយសារតែខ្ញុំភ្លេចនឹងខ្ញុំធ្វើការ copy យកមកផាននៅក្នុង Tailwind config របស់យើងតែម្ដងមូលហេតុដែលវាអត់ចេញឲ្យនឹងដោយសារតែខ្ញុំបានសរសេរទៅលើ Tailwind ខុសពេលនេះគឺវាចេញហើយចំពោះ style Tailwind របស់យើងគឺវាបានដំណើរការហើយអញ្ចឹងខ្ញុំធ្វើការលេងវាបន្តទៀតអូខេវាអត់ដើរទេហើយបន្តមកទៀតខ្ញុំនឹងចូលទៅកាន់ project របស់យើងម្ដងគឺខ្ញុំធ្វើការបង្កើត form មួយហើយបន្តមកខ្ញុំនឹងទៅសេក form នៅក្នុងហ្នឹងអញ្ចឹងនៅក្នុង form ហ្នឹងខ្ញុំបានបង្កើតទៅលើ inputធ្វើការបង្កើតលើ input ហ្នឹងចឹងប៉ុណ្ណឹងគឺមូលហេតុដែលវាអត់ចេញគឺដោយសារតែយើងអត់ទាន់បាន import វាមកកាន់ app.view របស់យើងនឹងហើយបន្តមកទៀតខ្ញុំធ្វើការបង្កើតប៊ូតុងដែលមានដែល add ដែលមាននៅក្នុង form របស់យើងនឹងអញ្ចឹងនៅក្នុង app.view នឹងខ្ញុំនឹងធ្វើការ import វាមកជាដំបូងខ្ញុំធ្វើការ import ទៅលើ form នឹងចឹងយើងបាន import វាមកហើយនៅក្នុង template របស់យើងនឹងយើងគ្រាន់តែបើកសញ្ញាមួយមកហើយយើងដាក់ពាក្យថា form ហើយយើងប្រើសញ្ញា flash នឹងមកចឹង
វានឹងចេញ form input របស់យើងមកហើយចឹងខ្ញុំធ្វើការបង្កើត placeholder របស់វាមកយើងធ្វើការបង្កើត placeholder តាម input របស់វានីមួយៗពេលនេះគឺយើងបានឃើញ form របស់យើងហើយចឹងខ្ញុំនឹងធ្វើការបង្កើតខ្លះនៅក្នុង input របស់វានឹងនីមួយៗអាហ្នឹងគឺរៀងកាត់បន្តិចដោយសារតែខ្ញុំភ្លេចការលេង style ទៅខ្ញុំបានចន្លោះវាបិទវាបន្តិចហើយបន្តមកទៀតយើងធ្វើការលេង style ទៅលើ input ហ្នឹងដើម្បីឲ្យ input របស់យើងវាដើម្បីឲ្យ form របស់យើងវាមានលក្ខណៈស្អាតជាងមុនចឹងយើងធ្វើការលេង style នៅពេលយើងលេង style រួចយើងចូលមកឆែកមើល form របស់យើងគឺវាមានលក្ខណៈស្អាតជាងមុនហើយចឹងយើងនឹងធ្វើការលេង Tailwind ទៅលើវាបន្តទៀតគឺវាអត់ដំណើរការទេដោយសារតែខ្ញុំអត់សូវកែខាង Tailwind ដែរហើយបន្តមកទៀតខ្ញុំនឹងធ្វើការបង្កើតកាតនៅក្នុង folder component នឹងមួយទៀតអញ្ចឹងខ្ញុំធ្វើការសរសេរកាតនៅលើហ្នឹងខ្ញុំធ្វើការបង្កើតកាតនៅលើហ្នឹងចឹងយើងធ្វើការដូចឈ្មោះទៅតាមform របស់យើងមួយមកពេលហ្នឹងគឺយើងបានបង្កើតកាតរួចហើយបន្តមកទៀតខ្ញុំនឹងចូលទៅធ្វើការ import វាចូលទៅក្នុង app.view របស់យើងហ្នឹងអញ្ចឹងដំបូងខ្ញុំធ្វើការ import កាត from component កាតនឹងមកអញ្ចឹងនៅពេលដែលខ្ញុំ import វាមកហើយខ្ញុំធ្វើការចូលទៅកាន់ template របស់យើងគ្រាន់តែហៅកាតនឹងមកអញ្ចឹងយើងនឹងអាចឃើញRisa កាតរបស់យើងហើយអញ្ចឹងវានឹងលោតនៅក្រោម form របស់យើងទៅមកទៀតខ្ញុំធ្វើការបង្កើត script នៅក្នុង view របស់យើងនឹងនៅក្នុង form របស់យើង import អញ្ចឹងនៅក្នុង form របស់យើងធ្វើការ import rectangle from view នឹងមកrectangle នឹងវាមានលក្ខណៈដូចជានឹង wrap នឹងឯងដែរប៉ុន្តែវាមានភាពខុសគ្នាបន្តិចបន្តួចអញ្ចឹងយើងធ្វើការ emit ពី form នឹងទៅកាន់ emit person របស់យើងនឹងមុនដំបូងខ្ញុំធ្វើការបង្កើត variable emit ហើយខ្ញុំឲ្យវា define emit add person នឹងហើយបន្ទាប់មកទៀតខ្ញុំបានបង្កើត form retail ដែលយើងហៅទៅលើ name phone number email ហើយនឹង position នឹងមកចឹងនឹងយើងគ្រាន់តែបង្កើតវាចោលទេយើងនឹងលេងវានៅពេលក្រោយចឹងចូលទៅឆែកនៅក្នុង app របស់យើងហើយនៅក្នុង app របស់យើងហ្នឹងដំបូងយើងធ្វើការimport wrap របស់យើងនឹង from view ដូចនឹង form ដែរប៉ុន្តែ form យើងធ្វើការយើង import ត្រឹមតែយើង import retrieve អញ្ចឹងនៅក្នុង app.view ហ្នឹងយើង import wrap វាមកដើម្បីយកមកលេងដើម្បីអាស្រ័យយកចំនួនអាស្រ័យយកតម្លៃរបស់វាមួយហ្នឹងអញ្ចឹងខ្ញុំធ្វើការ con store ហ្នឹងដោយខ្ញុំចង់ឲ្យតម្លៃដែលយើងបាន
បង្កើតទាំងអស់ហ្នឹងវា store នៅក្នុង local storage អញ្ចឹងខ្ញុំបង្កើតវត្តរបស់មួយដែលឲ្យឈ្មោះថា store ហើយខ្ញុំ local storage ហើយខ្ញុំដាក់ get item ពី people ហ្នឹងផងដែរអញ្ចឹងប៉ុណ្្នឹងឯងហើយបន្តមកទៀតខ្ញុំធ្វើការប្រកាស function របស់ខ្ញុំប្រកាស function add person នឹងហើយនៅក្នុង function របស់យើងដាក់ new person ដោយសារតែយើងប្រកាស function នឹងដើម្បី add person ថ្មីចូលទៅក្នុង task របស់យើងនឹងអញ្ចឹងខ្ញុំធ្វើការដាក់ people.view ហើយខ្ញុំភូសអាតម្លៃដែលយើងបាននឹងចូលទៅក្នុងបាទបើយើងបានប្រកាសនឹងប៉ុណ្ណឹងហើយតមកទៀតខ្ញុំនឹងចូលទៅកាន់ template របស់យើងនៅក្នុង form នេះយើងត្រូវ add person នឹងដើម្បីឲ្យវាស្មើនឹង function ដែលយើងបានប្រកាសនឹង add person នឹងហើយនៅក្នុង form ខ្ញុំធ្វើការបង្កើត function មួយដូចគ្នាដោយខ្ញុំដាក់ថា handle person នឹងចឹងខ្ញុំធ្វើការ emit ទៅលើ add person នឹងហើយ dot new person របស់ខ្ញុំនឹងខ្ញុំច្រឡំដាក់ new ដោយសារតែយើងឲ្យបានប្រកាស new នោះទេគឺវាខុសចឹងយើងដាក់ new person វិញហើយនៅពេលដែលយើងបាន handle វាហើយយើងចូលទៅកាន់ form របស់យើងគ្រាន់តែចុចសញ្ញា add ហ្នឹងហើយយើងដាក់ submit dot យើងដាក់ឲ្យវា submit ស្មើនឹង handle នឹងរបស់យើងអញ្ចឹងសំទោសខ្ញុំសេខដោយសារតែខ្ញុំភ្លេច dot prevent របស់វាអញ្ចឹងយើងគ្រាន់តែដាក់ submit dot prevent មកហើយយើងហៅ function ដែលយើងបានប្រកាសវានៅខាងក្រោមហ្នឹងយកមកប្រើអញ្ចឹងនៅពេលដែលយើងប្រើហើយវានឹងមិនដំណើរការទេអាហ្នឹងគឺវារៀង error វាអត់ទាន់ចេញទេអញ្ចឹងយើងទៅឆែកវាមើលម្ដងទៀតមូលហេតុដែលវាអត់ចេញគឺយើងដោយសារតែយើងអត់ទាន់បាន loop ដើម្បីចាប់យកទិន្នន័យហ្នឹងប្រាប់ទៅកាន់កាតរបស់យើងនឹងអញ្ចឹងនៅពេលដែលយើង loop វារួចហើយអញ្ចឹងយើងធ្វើការប្រកាស key របស់វាមកដោយ key របស់វាគឺយើងដាក់ index ហើយយើងធ្វើការដាក់យើងប្រកាសឈ្មោះមួយដល់ឲ្យឈ្មោះ person ហើយយើងឲ្យសញ្ញាស្មើហើយ string របស់យើងគឺឈ្មោះ person នៅក្នុង string ហ្នឹងគឺជាឈ្មោះដែលយើងបានប្រកាសនៅខាងក្រោមនឹងផងដែរអញ្ចឹងប៉ុណ្ណឹងគឺវានៅតែអត់ទាន់ចេញទេដោយសារតែយើងអត់ទាន់បានចាប់យកតម្លៃដែលយើងបាន loop នឹងយកទៅដាក់ក្នុងកាតរបស់យើងអញ្ចឹងជាដំបូងនៅក្នុងមុននឹងយើង loop វាសិនយើងត្រូវ define prop ពី app.view នឹងមកសិនអញ្ចឹងយើងធ្វើការសរសេរដោយយើងដាក់ person ហើយយើងដាក់ object ចុច2យើងដាក់ object នឹងមកប៉ុន្តែវា errorនឹងយើងគ្រាន់តែប្រកាស variable ដល់ឲ្យឈ្មោះ prop ហើយយើង design prop មកអញ្ចឹងយើងអាចហៅតម្លៃដែលយើងបាន loop ហ្នឹងពីទិន្នន័យមួយហ្នឹងយកមកប្រកាសនៅក្នុងelement របស់យើងបានហើយអញ្ចឹងយើងគ្រាន់តែដាក់ person.name ហើយខ្ញុំហៅ name ខ្ញុំហៅ phone ខ្ញុំហៅ email ហើយនឹងហៅ position មកនឹងមកអញ្ចឹងយើងចូលទៅ check វាម្ដងទៀតដោយកន្លែងហ្នឹងយើងធ្វើការដាក់ view model របស់វាផងដែរយើងគ្រាន់តែហៅ form ហើយយើងដាក់ dot name ហ្នឹងចំពោះ phone គឺយើងធ្វើដូចគ្នាប៉ុន្តែយើងគ្រាន់តែ change វាដាក់ទៅកាន់ phone email និង position របស់វាមកអញ្ចឹងយើងគ្រាន់តែ change ប៉ុណ្្នឹងគឺវាការ add time របស់យើងគឺវាដំណើរការហើយខ្ញុំនឹងចូលទៅ check វាដើម្បីអ្នកទាំងអស់គ្នាមើលអញ្ចឹង
មុនយើងធ្វើការដាក់ឈ្មោះ position របស់យើងមកនៅពេលដែលយើងចុច add គឺវាបានហើយប៉ុន្តែនឹងគឺវាអត់ store ទេដើម្បីឲ្យវាអាច store បានយើងត្រូវទៅប្រកាសយើងត្រូវទៅហៅ local storage នឹងចូលទៅក្នុង add new person របស់យើងនឹង add person របស់យើងនឹងដល់យើងគ្រាន់តែដាក់ local storage .set item ហើយយើងដាក់people នឹងមកអញ្ចឹងយើងដាក់ JSON នឹងនៅពេលហ្នឹងទៅចំពោះទិន្នន័យដែលយើងបាន add គឺវានឹង store ឲ្យយើងហើយយើងទៅសាកទៅតេស្តវាម្ដងទៀតនៅពេលដែលយើង refresh គឺទិន្នន័យរបស់យើងគឺវាអត់បាត់ទេសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់